Bitcoin ណាបានធ្លាក់ពី all time high របស់វាមកដល់លើគឺ 50% ហើយបងយល់មិនដែរគួរតែលក់ចេញទាំងខាតឬមួយក៏បន្តបាយដដែលទៀតសម្រាប់ខ្ញុំវិញគឺខ្ញុំបើសិនជាវាធ្លាក់ខ្ញុំនៅតែបន្តបាយដដែលដដែលព្រោះដោយសារតែតាមអ្វីដែលខ្ញុំបាន research កន្លងមកគឺខ្ញុំនៅតែជឿជាក់ទៅលើ Bitcoin ហើយ positive ឬមួយក៏យើងហៅថា optimistic ទៅលើ Bitcoin ចឹងសម្រាប់បងដែលរៀង panic នៅពេលដែលវា drop ខ្លាំងពេកដែរព្រោះជាទូទៅទេនៅពេលដែលឧទាហរណ៍ថាយើងគឺជាអ្នកដែល buying នៅលើ spot អីចឹងទៅអញ្ចឹងបើសិនជាយើងឃើញ portfolio របស់យើងដែលវាដោន 20% 30% 40% អញ្ចឹងគឺវាជា amount មួយដែលច្រើនខ្លាំងមែនតើអញ្ចឹងហើយអាចថាពេលខ្លះវា affect មក mentality របស់យើងដែរអញ្ចឹងសូថាយើងគួរតែគិតបែបម៉េចយើងគួរតែយកចំណុចអីខ្លះមកគិតពិចារណាដើម្បីធ្វើឲ្យ mentality របស់យើងនឹងវា stable វិញចំណុចដែលយើងគួរតែគិតទី1ពាក់ព័ន្ធទៅជាមួយនឹងការសម្រេចចិត្តដំបូងនៅក្នុងការទិញហេតុអីបានជាយើងសម្រេចចិត្តនៅក្នុងការទិញ Bitcoin បើមិនជាយើងគ្រាន់តែ aiming for a short term ថាទិញឯនេះកាលមានស្អែកឬមួយក៏មួយខែក្រោយមួយទឹកក្រោយអានឹងគាត់ថាវាមិនមែនជាមធ្យោបាយមួយដែលត្រូវទេប៉ុន្តែបើសិនជាយើងមើលឃើញអំពីបច្ចេកវិទ្យារបស់វាយើងមើលឃើញអំពីបញ្ហារបស់ប្រព័ន្ធ financial សប្តាហ៍នេះដែលកំពុងតែកើតឡើងយើងមើលឃើញអំពី potential របស់វាទៅថ្ងៃមុខអានោះយើង invest in នៅក្នុងពេលនេះអានឹងគឺជារឿងដែលត្រឹមត្រូវហើយវាអាចជាកត្តាដែលធ្វើឲ្យយើងមិនសូវ panic នៅពេលដែលតម្លៃរបស់វា fluctuate ខ្លាំងពេកសម្រាប់បងដែលគាត់រៀង panic យើងអាចត្រឡប់ទៅមើលវិញបានតាក់ទងជាមួយនឹងកត្តា fundamental ទីមួយពាក់ព័ន្ធទៅជាមួយនឹងគោលនយោបាយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកតែមកដល់លើនេះ physical policy នឹងមានការផ្លាស់ប្ដូរឬមួយក៏អត់តែកត្តាដែលធំបំផុតនៅក្នុងនឹងមានចំនួន2ទី1ពាក់ព័ន្ធទៅជាមួយនឹងការតម្លើងអត្រាការប្រាក់ទី2គឺពាក់ព័ន្ធទៅជាមួយនឹងការធ្វើ QT ពេលកត្តានឹងវាហាក់បីដូចជាសត្រូវរបស់ Bitcoin អញ្ចឹងបើសិនជាមានរឿងពីរនឹងកើតឡើងហើយចង់មិនចង់ Bitcoin គឺនឹង drop ហើយតែយើងក៏លេចមកមើលជាក់ស្ដែងស្ថានភាពលើនេះគឺអត់ទេទី2ពាក់ព័ន្ធទៅជាមួយនឹង big player ដែលយើងដឹងថាជាពពួកស្ថាប័នធំដូចជា Wall Street ដូចជា JP Morgan អញ្ចឹងថាតើ institution ទាំងអស់ហ្នឹងពួកគាត់បានប្រែប្រួល perspective របស់គាត់ទៅលើ Bitcoin ឬមួយដែរក៏អត់ហើយគាត់បាន share ពាក់ព័ន្ធជាមួយនឹង perspective negative ទៅលើ Bitcoin ឬមួយក៏អត់ជាក់ស្ដែងគឺអត់ទេវាថែមទាំង Bitcoin មកដល់លើនេះគឺមានការ adopt ច្រើនពី institution ទាំងអស់ហ្នឹងដូចជាការដែលបានព័ត៌មានចេញមកថ្មីនេះធនាគារដ៏ធំមួយរបស់សហរដ្ឋអាមេរិក Goldman Sachs ដែលគាត់បាន holding BTC ETF នឹងចំនួន 1.1 billion ដុល្លារអញ្ចឹងគឺច្រើនខ្លាំងមែនទែនហើយស្ថាប័នផ្សេងទៀតដូចជា Morgan Stanley, JP Morgan អីហ្នឹងក៏ពួកគាត់មាន holding ជាប្រភេទ ETF ដែរអញ្ចឹងហើយ big institution ទាំងអស់ហ្នឹងមកដល់ឥឡូវនេះគឺគាត់នៅតែបន្ត holding នៅ BTC ETF ហ្នឹងនៅឡើយទេអូខេឥឡូវយើងចូលមកមើលកត្តាទី3វិញម្ដងគឺពាក់ព័ន្ធទៅជាមួយនឹង regulation stablecoin regulation ដែលយើងឃើញថាមកដល់ឥឡូវនេះនៅសហរដ្ឋអាមេរិកគឺគេមានចេញជានីស្អាតដែលជាច្បាប់មួយអនុញ្ញាតឲ្យ bank មួយចំនួនធ្វើការ issue ទៅលើ stablecoin ហ្នឹងដើម្បី invest ទៅលើ bond ច្បាប់ទាំងអស់ហ្នឹងវាក៏ហាក់បីដូចជាកម្លាំងជំរុញមួយទៅដល់វិស័យ cryptoនឹងដូចគ្នាវាមិនប៉ះពាល់ direct ទេក៏ប៉ុន្តែគឺវា indirect ទៅលើពពួក BTC ឬមួយក៏ crypto ផ្សេងទៀតដូច Ethereum ដូច Solana អីចឹងទៅអញ្ចឹងហើយតាមរយៈទាំងអស់ហ្នឹងក៏វាអាចធ្វើឲ្យមនុស្សកាន់តែស្គាល់វាច្រើនហើយនឹងកាន់តែមានទំនុកចិត្តទៅលើវាអូខេហើយចំពោះកត្តាទី4ដែលខ្ញុំគិតថាវាសំខាន់ដែរដោយពីដើមយើងតែងតែលើគេនិយាយថាBTC គឺជា digital gold ដូចទៅនឹងមាសដែរដែលយើងប្រើជារបស់មួយ store of value សម្រាប់ការការពារទៅនឹងហានិភ័យនៃ inflation ក៏ដូចជានៅពេលដែល geopolitical អត់មានភាពច្បាស់លាស់អីចឹងទៅសង្គ្រាមរវាងប្រទេសមួយនិងប្រទេសមួយដូចដែលយើងបានឃើញស្រាប់នៅក្នុងឆ្នាំ2026នេះគឺមានរឿងរ៉ាវជាច្រើនបានកើតឡើងដូចជា US ធ្វើការចាប់មេដឹកនាំរបស់ប្រទេស Venezuela ក៏ដូចជាការទន្ទ្រានចង់បាន Greenland អីចឹងជាដើមហើយសង្គ្រាមជាមួយនឹងអ៊ីរ៉ង់សម្រាប់ផ្នែកនៃភូមិសាស្ត្រនយោបាយវាមានភាពអត់ច្បាស់លាស់មិនប្រក្រតីច្រើនយើងក៏មើលឃើញអំពីប្រាក់ដុល្លារគឺធ្វើមានការធ្លាក់ចុះជាខ្លាំងផងដែរគឺមានន័យថាវា depreciate វាធ្វើឲ្យតម្លៃរបស់លុយដុល្លារហ្នឹងមានការធ្លាក់ចុះអញ្ចឹងហើយបានជាមាសហ្នឹងជាវត្ថុមួយបានប្រែក្លាយទៅជាទ្រព្យសម្បត្តិបំរុងរបស់ពិភពលោកតែម្ដងដែលជាពិសេសគឺពពួក Central Bank ធនាគារកណ្ដាលជុំវិញពិភពលោកទៅតែ 95% នាំគ្នាទិញមាសទុកដើម្បីជាទ្រព្យបំរុងរបស់ពួកគាត់អញ្ចឹងហើយ
Bitcoin ក៏វាអាចនឹងនៅពេលណាមួយនៅពេលដែលមានមនុស្សស្គាល់វាកាន់តែច្រើនមានច្បាប់កាន់តែច្បាស់លាស់ចឹងក៏វាមានឱកាសដែលនឹងคล้ายទៅជា digital gold ដោយដែលពួកគេតែងតែនិយាយកន្លងមកនៅពេលដែលទីផ្សាររបស់ Bitcoin កើនឡើងហើយវាថែមទាំងមានភាពងាយស្រួលជាង gold ដែលយើងអាចកាន់វាបានដែលយើងអាច transfer វាបាននៅពេលណាដែលយើងចង់ពីព្រោះថាវាជា digital មិនចឹងឲ្យតែមានទូរស័ព្ទមាន internet គឺ everything okay វាចឹងវាខុសពីមាសដែលជាវត្ថុដែលយើងត្រូវមានកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវអីចឹងទៅអញ្ចឹងត្រឡប់មកវិញសម្រាប់ fundamental របស់ BTC ពាក់ព័ន្ធទៅជាមួយនឹង4ចំណុចដែលខ្ញុំបាននិយាយនៅខាងលើហ្នឹងយើងមិនទាន់ឃើញមានចំណុចណាមួយដែលជាចំណុច negative សម្រាប់ Bitcoin នៅឡើយទេអូខេអញ្ចឹងត្រឡប់មកវិញនេះគឺជាកត្តាមួយចំនួនដែលធ្វើឲ្យខ្ញុំនៅតែ stay optimistic ចំពោះ Bitcoin ហើយមិនមានការភ័យស្លន់ស្លោនោះទេបើទោះបីជា portfolio របស់ខ្ញុំដក 60% ក៏ដោយ So see you next video bye bye